ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមកោតទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាភាគីថៃបានរំលោភបំពានលើបទជបាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលការចុះហត្ថលេខានេះដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះអំពើរំលោភបំពានដ៏កម្រនេះកម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់រាល់អំពើអរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងឈប់បទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយឆន្ទៈសុឆន្ទៈពិតប្រាកដ